អ្នកដែលចង់ផលិត content បែងចែកឲ្យដាច់រវាង content ពីរដែល content ពីរហ្នឹងវាជួយក្នុងការរកស៊ីមែនតើទី1 content branding ទី2 content marketing ដែលអ្នកធ្វើ content ទាំងអស់គ្នាតែងតែជួបអ្នកទាំងអស់គ្នាដែលកំពុងចេញ product ចេញផលិតផលអ្នកទាំងអស់គ្នាស្ដាប់វីដេអូនេះcontent ពីរហ្នឹងគឺងាយស្រួលក្នុងការច្រឡំមែនតើពីព្រោះអី branding វានៅក្នុង marketing ហើយ marketing ក៏វានៅក្នុង branding ដែរវាយោងគ្នាទៅវិញទៅមក content branding ហ្នឹងគឺយើងនិយាយពីសាច់រឿងនៃផលិតផលរបស់យើងនិយាយពីដើមតងយើងនិយាយពី production យើងនិយាយពីហេតុអីយើងបង្កើតវាមកអញ្ចឹងណាយើងបង្ហាញពីគុណតម្លៃនៅក្នុង product ហ្នឹងអញ្ចឹងបើយើងប្រៀបធៀបទៅលើការចាយលើ branding គឺយើងចាយទៅលើ packaging យើងចាយទៅលើប្រអប់វាឲ្យស្អាតយើងចាយទៅលើវាយពណ៌វាមិនឲ្យល្អយើងចាយទៅលើពាក្យមិនដើម្បីទាញឲ្យមនុស្សស្គាល់ពី brand របស់យើងមុនគេប្រើ product របស់យើងទៀតគ្រាន់តែគេឮសូរថា brand ABC គេស្គាល់បាត់ថាហ្នឹងជា brand ABC ហ្នឹងគេអត់ទាន់ទាំងប្រើ brand ហ្នឹងផងចំណែក content marketing វាខុសគ្នាតែបន្តិចទេទាំងអស់គ្នា content marketing គេធ្វើសម្រាប់លក់ content marketing ហ្នឹងគឺគេកែច្នៃប្រយោគកែច្នៃ clear មិនវាយទៅឲ្យអ្នកដែលស្ដាប់ហ្នឹងចង់ទិញ product ហ្នឹងយកហ្មងអញ្ចឹង content marketing គេធ្វើសម្រាប់លក់សម្រាប់យកលុយអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នា boot បើអ្នកទាំងអស់គ្នាចង់ boot ឲ្យត្រូវអ្នកទាំងអស់គ្នាត្រូវវាយទិសដៅខ្លួនឯងថាតើអ្នកទាំងអស់គ្នាចង់ boot ពី branding ឬមួយក៏ចង់ boot ពី marketing អាមួយវាយខ្លឹមសារអាមួយវាយយកលុយពីរហ្នឹងគឺខុសគ្នាអញ្ចឹងឥឡូវខ្ញុំចង់ប្រៀបធៀបឲ្យខ្លីហើយឲ្យងាយយល់បន្តិច content branding ដូចពេលដែលយើងទៅបញ្ចូលចែចៅគេដំបូងយើងទៅយើងរៀបរាប់ថាអូកូនកន្លោះកូនកំមុំនឹងក៏ស្អាតមិនគុណតម្លៃគាត់មិនគាត់រៀនចប់ពីប្រទេសណាគាត់រៀនចប់ពីកន្លែងណាមុខវិជ្ជាអីប្រាក់ខែគាត់ប៉ុន្មានគាត់បកកែអីខ្លះបកកែធ្វើម្ហូបអត់បកកែមើលក្មេងអត់ណាប៉ុន្តែដល់ពេលចូលដល់ content របស់ marketing អ្នកទាំងអស់គ្នាទាញមើលគឺធ្វើមិនឲ្យម្នាក់ហ្នឹងអូខេព្រម say yes ចូលរោងការមួយយើងគឺយើងត្រូវលាតត្រដាងតែមួយឆ្នាំហើយខ្ញុំរកលុយបានប៉ុណ្នេះខ្ញុំមានគ្រប់គ្រាន់ក្នុងការជួយឲ្យជីវិតរបស់អ្នកហ្នឹងរស់នៅសុខស្រួលអត់ចាំបាច់ពិបាកអីអញ្ចឹងច្បាស់ហើយណា content marketing ហើយនិង content branding ចាយលុយឲ្យត្រូវហើយធ្វើកុំឲ្យវាខុសហើយបើខុសទេកែទៅអត់អីទេ